នេះសិនទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿង One Piece បន្តទៀតវីដេអូនេះចាប់ផ្ដើមជាមួយនឹង Carrot ហើយនិង Chopper ហើយកំពុងរត់គេចពីប្រឡែងក្នុងភូមិបញ្ឆក់តែដល់ណាពេលនោះពួកគេបានមើលឃើញ Sanji ហើយនៅពេលដែល Chopper បានស្រែកហៅគាត់ Sanji ក៏ដូចជាឮដែរប៉ុន្តែនៅពេលដែលគាត់បែរមុខមកក៏បានជួបនឹង Rechu ទៅវិញពេលនេះពួកគេកំពុងធ្វើដំណើរទៅប្រាសាទរបស់ Big Mom ដើម្បីចូលរួមកម្មវិធីពេលដឹងរឿងហ្នឹង Chopper ក៏បានតាក់ទងទៅ Nami ដើម្បីរាយការណ៍គាត់ថាពេលពួកគេកំពុងរាយការណ៍នោះប្រឡែងកំពុងដេញចាប់ពួកគេ ត្រឡប់ទៅមើលក្នុងពិភពកញ្ចក់វិញក្រឡេមិនត្រូវបានចាប់ Chopper ហើយនិង Carrot បាននៅលើផ្ទៃដល់ពេលនោះក្រឡេបានលូកដៃទៅទិញគ្នាថែមប៉ុន្មានអ្នកទៀតដើម្បីមកជួយរកនៅចំណោមអ្នកដែលបានទីមកនោះមានកំពើពាក់មួកកក់ឃើញនឹងទន្សាយរ៉ាំដុះផងដែរពេលនេះកាន់តែវីវហើយប៉ុន្តែ Chopper នៅតែនឹកឃើញវិធីមួយអាចជួយពួកគេបានគាត់ទៅមើល Nami វិញពេលនេះនាងហើយនិង Luffy កំពុងតែជិះលើដើមឈើ Kinemon ធ្វើដំណើរទៅកាន់ប្រាសាទរបស់ Big Mom ហើយចាប់ដល់នៅតាមផ្លូវពួកគេក៏បានឃើញ Sanji កំពុងធ្វើដំណើរជាមួយគ្រួសារគាត់ទៅកាន់ទីនោះផងដែរគាត់តែឃើញ Sanji ភ្លាម Luffy សប្បាយចិត្តណាស់ ឥឡូវចុះពីលើដើមឈើឃើញបាសហើយរត់យ៉ាងលឿនសម្រាប់ទៅរកគាត់ចំណែកណាមីវិញក៏រំភើបចិត្តផងដែរហើយបងប្អូនរបស់សាន់ជីពេលឃើញណាមីគឺសែនមកគាត់សាន់ជីនៅពេលនេះក៏មិនអាចត្រឡប់ទៅវិញជាមួយលូហ្វីបានទេប្រសិនបើគាត់ទៅហើយរកគាត់ទាំងពីរនឹងពិការហើយសែនដែលចិត្តថកែចាស់របស់គាត់នឹងត្រូវស្លាប់នៅពេលនោះលូហ្វីបានលោតទៅតងអាទេសរបស់សាន់ជីហើយនិយាយដោយរំភើបទៅកាន់សាន់ជីប៉ុន្តែរន្ធត់ចិត្តណាស់លោកអើយសាន់ជីបានទទួលគាត់មួយជើងឡើងផ្លោងបន្ទាប់មកសាន់ជីបានជាប្រើពេលសម្ដីបិលនៅកំពស់ដេញចោលសមុទ្រថោកទៀតទៅជាលូហ្វីឲ្យនាំគ្នាត្រឡប់ទៅវិញ ពេលសម្ដីរបស់សាន់ជីដែលប្រដាក់លូហ្វីនៅពេលនោះក៏ជជកចាប់ណាស់ទើបថាក៏ភ្លេចឈ្មោះរបស់លូហ្វីបាត់ហើយប៉ុន្តែមិនខ្វល់ថាសាន់ជីនិយាយមិនក៏ដោយក៏លូហ្វីអត់ជឿថាសាន់ជីនិយាយចេញពីចិត្តដែរដល់ពេលនិយាយស្ដាប់គ្នាអត់បានអញ្ចឹងក៏សម្រេចចិត្តប្រយុទ្ធគ្នាជាមួយនឹងលូហ្វីតែសង្ឃឹមថាក្រោយវ័យគ្នារួចលូហ្វីនឹងជឿគាត់ហើយត្រឡប់ទៅវិញចាប់ផ្ដើមឡើងវិញសាន់ជីបានលើកទៅលូហ្វីមកជើចាំកណ្ដាលមុខខ្ទាតឡើងឆ្ងាយបណ្ដាយបាក់ធ្មេញអស់មួយនៅពេលនោះសាន់ជីបានប្រាប់ឲ្យលូហ្វីប្រើហាគីការពារខ្លួនទៅ តែលូហ្វីបានតបថាគាត់មិនសូវនិយាយជាមួយនឹងសាន់ជីរឿងអីត្រូវប្រើហាឃីរឿងដែលចង់និយាយនៅពេលនោះគឺគាត់មិនចង់វេគ្នាជាមួយនឹងសាន់ជីទេពេលលឺអញ្ចឹងហើយសាន់ជីក៏លោតទៅទល់លូហ្វីមួយជើងទៀតឡើងត្រឡប់ទៅលិន It can't be. Is Sanji serious? Sanji, please stop this. ឃើញអញ្ចឹងណាមានវិបាកចិត្តខ្លាំងណាស់ក៏ស្រែកខកសាន់ជីថាលូហ្វីវេគ្នាជាមួយនឹងកូនចៅរបស់ប៊ិចម៉ាំអស់រំលងយប់ហើយពេលនេះក៏ខ្សោយណាស់ប៉ុន្តែលូហ្វីហាមមិនអោយនាងលូមកទេព្រោះវាជាការវេដូចអញ្ចឹងសាន់ជីក៏សម្រុកទៅទល់លូហ្វីថែមប្រហែលជា20ជើងទៀតប៉ុន្តែលូហ្វីនៅតែអត់កិច្ចដដែល Get out of my guys! I'm done with you! Phoenix! Sanji's job can't take us anymore. បន្តមកទៀតសាន់ជីបានប្រាប់លូហ្វីថាបើសិនជានៅតែអត់ទៅវិញទេក្បាច់បន្ទាប់ទៀតលូហ្វីច្បាស់ជាទៅធ្ងន់ហើយប៉ុន្តែនឹងចរិតរបស់លូហ្វីហើយគឺក្បាលរឹងណាស់នៅពេលនោះសាន់ជីពិតជាធ្វើវាមែនគាត់បានប្រើ super របស់គាត់លើទៅតតលូហ្វីរហូតដល់ងើបលេងរួច Hey, you told us to go through it. តែឃើញអញ្ចឹងណាមីភ័យណាស់ក៏រត់ទៅជួយមកលូហ្វីហើយណាមីនេះក៏ខឹងជាមួយនឹងសាន់ជីខ្លាំងណាស់ដែរនៅពេលនោះនាងបានដាក់ទិនរឿងជីមួយដៃហើយនាងនិយាយទន្ទឹមភ្នែកថា goodbye បន្ទាប់មកនៅពេលដែលសាន់ជីឡើងលើទទេហើយបន្តដំណើរទៅមុខទៅលូហ្វីងើបមកឡើងហើយស្រែកប្រាប់សាន់ជីថាគាត់ដឹងថាសម្ដីរបស់សាន់ជីនិយាយទាំងប៉ុន្មានគឺមិនមែនចេញពីចិត្តទេហើយគាត់ដឹងទៀតថានៅពេលដែលសាន់ជីទាត់គាត់នឹងអ្នកដែលឈឺចាប់បំផុតគឺជាសាន់ជីខ្លួនឯងនៅមានទៀតលូហ្វីនិយាយថាគាត់នៅចាំសាន់ជីនៅនឹងបើសាន់ជីមិនត្រឡប់មកវិញទេក៏សុខចិត្តដាច់ពោះងាប់គាត់មិនញ៉ាំរហូតដល់ណាគេធ្វើក្រៅពីសាន់ជីធ្វើឡើយ ហើយចុងក្រោយទៀតគាត់បានស្រែកខ្លាំងៗថាបើអត់មានសាន់ជីទេក៏មិនអាចធ្វើជាស្ដេចចៅសមុទ្របានទេខណៈពេលជាមួយគ្នានេះដែរ Big Mom ទទួលដំណឹងថាក្រៅខើចាញ់ក្រុមដៃ Luffy ហើយគាត់ខឹងខ្លាំងណាស់សូម្បីតែអ្នកនាំសារទៅគាត់ក៏គាត់មិនអោយរួចខ្លួនដែរគាត់សច្ចាថាមិនអោយ Luffy រួចខ្លួនបានឡើយត្រឡប់ទៅមើល Luffy វិញគាត់ពិតជាដេកចាំសាននេះមិនព្រមទៅណាមែនហើយ Nami ក៏បាននិយាយរំលឹកគាត់ថាពេលនេះពួកគេកំពុងតែនៅក្នុងទឹកដីរបស់សត្រូវហើយបើតាមប្លន់ធ្លាប់ប្រាប់គឺ Big Mom ច្បាស់ជាមិនជន់តបមកសងសឹកឲ្យក្រៅខើជាមិនខាន
និយាយមែនទៅនឹងរូបមន្តផងនៅប្រាសាទរបស់ Big Mom មានពពកខ្មៅងងឹតព័ទ្ធជុំវិញដើមឈើ King Bao ប្រាប់ថា Big Mom កំពុងតែខឹងខ្លាំងហើយតាមមើលទៅ Sanji វិញគាត់បានឮប្រជាជនដែលកំពុងតែឆោមឡោថាកងទ័ពរបស់ Big Mom កំពុងតែធ្វើដំណើរមកហើយ Niji ដឹងថាកងទ័ពយ៉ាងច្រើនសម្បល់ទាំងអស់ហ្នឹងកំពុងតែធ្វើដំណើរទៅរក Luffy ពេលឮអញ្ចឹងហើយ Sanji ក៏មានការបារម្ភពី Luffy យ៉ាងខ្លាំងព្រោះបើតាមការដឹងគឺ Luffy កំពុងតែរង់ចាំគាត់អត់ទៅណាទេណាមួយ Luffy កំពុងតែអស់កម្លាំងផងមិនដឹងថាអាចទប់ទល់ជាមួយនឹងកងទ័ពទាំងអស់ហ្នឹងបានយ៉ាងម៉េចទេទោះជាយ៉ាងណាខណៈពេលនេះ Sanji បានសម្រេចព្រួយបារម្ភតែប៉ុណ្ណោះមិនអាចធ្វើអ្វីជួយ Luffy បានទេបន្ទាប់មក Sanji និងគ្រួសារតកូល Windsor បានធ្វើដំណើរទៅដល់ប្រាសាទរបស់ Big Mom នៅទីនោះមាន Tamago និងក្រុម Homie បានឈរចាំរាក់ទាក់ពួកគេយ៉ាងកក់ក្ដៅបំផុតពេលចូលទៅដល់ក្នុងមន្ទីរទទួលភ្ញៀវម្នាក់ៗបានងើបឈរឡើងដើម្បីសម្ដែងការគោរពចំពោះ Big Mom លើកដូចតែ Sanji តែម្នាក់គត់ដែលមិនខ្ចីងើបឈរប៉ុន្តែ Big Mom បានប្រកាន់ក្មេងទេនៅតែនិយាយរាក់ទាក់ជាមួយនឹងគាត់ធម្មតាក្រោយមកបន្តិចវិញក៏បានមកដល់ទីនោះផងដែរការជួបជុំនៅល្ងាចនោះគ្រាន់តែការហូបអីជុំគ្នាមិនទាន់ចូលដល់ពិធីមង្គលការនៅឡើយទេដល់ពេលនោះ Pudding បានសរសេរលិខិតប្រាប់ Sanji ថានាងចង់ជួប Sanji ស្ងាត់ៗតែពីរនាក់ក្នុងពេលបន្តិចទៀតបន្ទាប់ពីញ៉ាំបាយរួច Sanji ក៏បានឆ្លៀតពេលជួបជាមួយនឹង Pudding ហើយ Pudding ក៏បានប្រាប់ឲ្យ Sanji ប្រញាប់ទៅជួយ Luffy នៅឆ្នេរខាងត្បូងក៏ដែលនាងបានណាត់ជួប Luffy ប៉ុន្តែនាងភ្ញាក់ផ្អើលណាស់ដល់ពេលដែលកងដៃផ្ទុះនៅលើដៃរបស់ Sanji មានន័យថា Sanji មិនអាចចាក់ចែងពីលើកោះនឹងបានទេបន្ទាប់មកគាត់បានបកម៉ាស់របស់គាត់ចេញវិញហើយមើលឃើញថាមុខរបស់គាត់បានចំហោងដោយសារតែបងប្អូនគាត់វ័យកាលពីព្រឹកមិញដែរគាត់បានប្រាប់ Pudding ថាការដែលគាត់មិនចង់រៀបការនឹងមកពី Pudding មិនល្អទេគឺដោយសារតែគាត់ចង់ពាក់ព័ន្ធជាមួយនឹងគ្រួសារ Deep Smoke ព្រោះគ្រួសាររបស់គាត់មកងាយនឹងធ្វើបាបគាត់ណាស់នៅពេលនោះ Sanji បាននិយាយពីប្រវត្តិកំសត់របស់គាត់ហើយនឹងមូលហេតុដែលគាត់មកកាន់ទីនេះប្រាប់ Pudding ឲ្យបានដឹងធ្វើឲ្យ Pudding មានអារម្មណ៍ថាគាត់ខ្លាំងណាស់ហើយនាងក៏បានប្រាប់ Sanji ថាបើសិនបើគាត់បានរៀបការជាមួយនាងនឹងមិនឲ្យ Sanji យកទុកទៀតទេតាមពិតពេលសម្ដីហ្នឹងខាងប្រុសនិយាយទៅត្រូវការដែល Pudding និយាយដោយអត់មានភាពអៀនខ្មាសអញ្ចឹងគឺដោយសារតែនាងស្រឡាញ់ហើយនឹងអានេះ Sanji ខ្លាំងនៅពេលហ្នឹង Sanji ក៏បានទាញ Pudding មកឲ្យចាប់ទ្រូងហើយបានប្រាប់នាងថាគាត់នឹងរៀបការជាមួយនាងកាត់ទៅមក Luffy ពេលនេះមេកំពុងតែភ្លៀងហើយ Nami លើដឹងថាទឹកហ្នឹងគឺជាសេរ៉ូមដែលអាចញ៉ាំបានគាត់តែដឹងថាទឹកនឹងអាចញ៉ាំបាន Luffy ចិត្តរៀបកັບមុខមិនខ្ចីញ៉ាំវាទេព្រោះគាត់បាននិយាយឲ្យថាក្រោយពេលម្ហូប Sanji ធ្វើគឺគាត់មិនញ៉ាំទេហើយមិនយូរប៉ុន្មានទេកងទ័ពរបស់ Big Mom បានធ្វើដំណើរទៅកាន់តាគីហើយចំណែក Luffy ដែលបានប្រើ Observation Haki ក៏ដឹងពីរឿងនេះដែរហើយគាត់បានប្រាប់ Nami ឲ្យរកកន្លែងពួនទៅតាមពិតទៅ Nami មិនចាំទៅប៉ុន្មានទេតែ King Bell ជាអ្នកនាំនាងរត់យើងពិនិត្យឃើញថាកងទ័ពរបស់ Big Mom មកពីចម្ងាយមានចំនួនច្រើនណាស់មើលទៅដូចជាសមន្តអញ្ចឹងបន្ទាប់មកពេលកងទ័ពបណ្ដោះពួកគេក៏បាននាំគ្នាសួរ Luffy ថានៅរបស់ Luffy នឹងមានប៉ុន្មាននាក់ពួកគេអាចជឿថា Luffy នឹងមានតែម្នាក់ឯងអាចចាត់ការក្រៅខលបានទេLuffy អត់និយាយមានកូនចៅម្នាក់លើកទៅវាយប្រហារ Luffy តែត្រូវមួយកណ្ដាប់ដៃរបស់ Luffy ខ្ទាតទៅក្រោយវិញបន្ទាប់មកកងទ័ពរបស់ក្រុមអាចារ្យបានសម្រុកចូលទៅឲ្យ Luffy វាយលេងតែប៉ុណ្ណោះបន្ទាប់មកអ្នកដែលមានជំនាញពិសេសជួយវាយម្ដងមានម្នាក់នោះចេះវិទ្យាសម្ដាប់ធ្វើឲ្យ Luffy bị រាកលាក់ហើយក៏ឆ្លៀតឱកាសចង់ចូលទៅកាប់គាត់តែមាន Nami ហើយនឹងដើមឈើ King Bell ត្រឡប់មកវិញជួយកាត់ទាន់សុភ័ក្ររបស់ Nami នៅពេលនោះអាចកម្ចាត់កូនអុករបស់ Big Mom អស់ជាច្រើនប៉ុន្តែមិនទាន់ចប់ទេ Big Mom នៅសល់កូនចៅខ្លាំងៗរបស់គាត់ជាច្រើនអ្នកទៀតម្នាក់នេះមានឈ្មោះថាCamlet ជាកូនស្រីទី18របស់ Big Mom មានសមត្ថភាពពិសេសរបស់នាងគឺប្រើ Butter របស់នាងកុំឲ្យកម្រើកម្នាក់ពាក់មួកធំមានកវែងនេះមានឈ្មោះថា Amen នាងគឺជាអ្នកដែលជំនាញខាងគុនដាវម្នាក់ដែលនាងជួយចិត្តសម្រាប់សត្រូវរបស់នាងយឺតៗដើម្បីពួកគេរងការជួយចាប់សិនមុននឹងស្លាប់ចំណែកម្នាក់ទៀតមានឈ្មោះថា Opera គាត់មានជំនាញខាងប្រើគ្រឿងដណ្ដិតសម្រាប់សត្រូវរបស់គាត់ហើយនៅពេលនោះដើម្បីអាចរើរួច Luffy ក៏បានប្រើកណ្ដាប់ដៃ Eleven Gun សម្រាប់ទៅឲ្យ Opera ប៉ុន្តែមានកូនរបស់ Big Mom ម្នាក់ទៀតដែលមានឈ្មោះថា Mendos បានចាប់ Luffy ឲ្យចូលក្នុងសភៅក្នុងហ្វឹកមើលដល់ឃើញរូបភាពប្លែកៗណាស់តាមការពិតហ្នឹង Luffy ស្នាក់ក្នុងធ្វើស្មោះស្ម័គ្រទៅណោះរៀងតែប្រកបរបស់ Luffy ខាងក្រៅទីពេលហ្នឹងមិនដឹងក្រុមប្រឆាំង Luffy ឲ្យម្ដងឃើញហ្វុកឲ្យម្ដងទៀតឃើញហ្វុកក្នុងសភៅហើយក៏ចាំរបស់ Big Mom ទៀតក៏បាននៅរូបរបស់ Luffy យ៉ាងម្ដងពេលជាមួយគ្នានេះដែរ Sanji បានទៅជួប Big Mom ដើម្បីចរចាគ្នាគាត់ប្រាប់ Big Mom ថាគាត់នឹងរៀបការជាមួយនឹង Pudding ដែលស្ម័គ្រចិត្តប៉ុន្តែសូមឲ្យ Big Mom ជួយដោះលែងគ្នារបស់គាត់ទាំងអស់កុំធ្វើបាបគ្នារបស់គាត់ហើយនៅពេលនោះ Big Mom ឆ្លើយថាអូខេយ៉ាងស្រួលហើយមានគិតអីច្រើនទេធ្វើឲ្យ Sanji សប្បាយចិត្តតែសម្ដីរបស់ Big Mom នៅពេលហ្នឹងជឿបានឬអត់យើងមិនទាន់ដឹងឡើយទេត្រឡប់ទៅមក Luffy វិញពេលនេះគាត់បានត្រូវកូនចៅរបស់ Big Mom វាយឡើងងើបលេងរួចហើយបើតាមធម្មតា Luffy មិនមានខ្សោយអញ្ចឹងទេគាត់ខ្សែមិនដើរមកពីគាត់ទៅវាយជាមួយនឹងក្រៅខើហើយនឹង Sanji រួចទោះជាយ៉ាងណាក៏កូនចៅរបស់ Big Mom មិនបានសម្រាប់ Luffy ទេដោយសារតែ Big Mom បញ្ជាឲ្យពួកគេចាប់ Luffy ទៅទាំងរស់នៅពេលនោះ Luffy ទៅរឹងក្បាលអត់ព្រមចាក់ចេញពីកន្លែងនោះតែស្រួលទេដោយសារតែគាត់បានសន្យាជាមួយនឹង Sanji ថាគាត់ចាំ Sanji នៅនឹងខ្លាច Sanji មករកគាត់អត់ឃើញចាំក្រោយទៅតែគេចាំគាត់ឲ្យសន្លត់ទឹកអាចអូសគាត់ទៅបាន
បន្ទាប់មកពេលដឹងខ្លួនវិញ Luffy ហើយនិង Nami ត្រូវបានគេចាប់ដាក់ក្នុងមន្ទីរឃុំឃាំងពិសេសមួយ ពេលនោះ Luffy ខំរើខ្លាំងណាស់តែអត់ប្រយោជន៍សោះ ពីព្រោះមន្ទីរឃុំឃាំងនោះគឺជាសៀវភៅរបស់មន្តការកាតាម៉ូប្រុសហើយនិង Petro ពេលនេះពួកគេបានធ្វើដំណើរទៅដល់វាំងទូទ្រព្យសម្បត្តិរបស់ Big Mom ហើយនៅទីនោះរកបានឃើញសាលាជ្រៅពណ៌ខៀវពីរដុំហើយនិងសាលាជ្រៅពណ៌ក្រហមមួយដុំគាត់បានក៏បានចាប់អារម្មណ៍ដែរថាការយាមកាមនៅទីនោះតឹងរឹងខ្លាំងណាស់ហើយនៅទីនោះផងដែរក៏មានឃើញកូនស្រីទី14របស់ Big Mom ឈ្មោះថា Smoothie សម្ដែងខ្លួនរបស់នាងគឺ932លានច្រើនជាង Cracker ទេហើយសមត្ថភាពពិសេសមួយរបស់នាងគឺនាងអាចចាប់មនុស្សពូតយកទឹកផឹកបើកម្លាំងបានអ្នកដែលត្រូវបាននាងចាប់ពូតយកទឹកហើយមកទៅដូចជាអត់មានជីវិតរស់នៅទីនោះទៀតឡើយនាងបាននិយាយគ្នាជាមួយនឹង Tamago ពេលនេះពួកគេដឹងហើយថា Petro ចង់ត្រឡប់មកលួចសាលាជ្រៅម្ដងទៀតហើយកាលពី5ឆ្នាំមុន Petro ក៏ធ្លាប់បរាជ័យម្ដងហើយក៏តែបានភ័យខឹមជួយអង្វរម្លេះ Petro គ្មានជីវិតរស់នៅដល់សប្តាហ៍ថ្ងៃទេបន្ទាប់មកប្រូបានយករឿងហ្នឹងទៅពិភាក្សាជាមួយនឹង Petro វិញពួកគេសុទ្ធតែដឹងថាបើសិនបើពួកគេទាំងពីរនាក់សម្រេចចូលទៅច្បាស់ជាស្លាប់ទាំងអស់គ្នាហើយដោយសារតែ Momago ចាប់អារម្មណ៍តែជាមួយនឹង Petro ក៏ស្ម័គ្រចិត្តធ្វើជំនួយដើម្បីបញ្ឆោតសត្រូវជាកិច្ចចាប់ផ្ដើម Petro បានទៅអឺបង្កភាពចលាចលនៅក្រៅបន្ទប់រក្សាទ្រព្យសម្បត្តិដើម្បីបញ្ឆោតឲ្យអ្នកខាងក្នុងចេញមកចាប់គាត់ ឆ្លើយពេលដែល Tamago ហើយនៅ Smorsy ចេញពីបន្ទប់នៅតាមPetro រកក៏លួចចូលទៅក្នុងបន្ទប់ហើយក៏ផ្ទះកន្លឹះជាប់នៅក្នុងបន្ទប់នោះក៏នៅសល់កូនចៅរបស់ Big Mom ខ្លះៗដែរតែមិនមែនជាអ្នកខ្លាំងប៉ុន្មានទេរកដឹងតាម Petro ថាកូនចៅរបស់ Big Mom ដែលមានរឿងដូចជាកូនអុកហ្នឹងសុទ្ធតែជាពួក homie ដែលប្រើព្រលឹងរបស់មនុស្សមកបញ្ចូលហើយបើនិយាយពីការគ្រប់គ្រងព្រលឹងប្រូក៏ដឹងខ្លះដែរអាវុធហ្គីតារបស់ប្រូគឺជាអាវុធសម្រាប់កម្ចាត់ការជាមួយនឹងព្រលឹង ហើយសូមបញ្ជាក់ផងដែរថារហស្សនាមរបស់គ្រូគឺ Soul King ដែលប្រែថាជាស្ដេចព្រលឹងកាត់ទៅមក Big Mom Plate ពេលនេះក៏កំពុងតែនឹងគ្រួសាររបស់ Beansmoke ដល់ទស្សនកិច្ចនៅក្នុងប្រាសាទរបស់គាត់នៅក្នុងបណ្ណាល័យមួយរបស់ Big Mom មានសៀវភៅជាច្រើនហើយនៅក្នុងសៀវភៅទាំងនោះមានរូបភាពមនុស្សសត្វទូទាំងពិភពលោកអ្វីដែលពិសេសនោះគឺមនុស្សទាំងនោះនៅមានជីវិតគឺកូនប្រុសរបស់គាត់ឈ្មោះ Mondos ជាអ្នកចាប់ទុកក្តីសម័យរបស់ Big Mom គឺចង់ប្រមូលមនុស្សសត្វទាំងអស់គ្រប់ជាសាសមកនៅលើកោះ Whole Cake Island នៅពេលនោះ Jake បានសួរសំណួរមួយទៅកាន់ Big Mom ដែល Big Mom ពិបាកឆ្លើយគាត់សួរថាហេតុអ្វីបាននៅ Whole Cake Island អត់ឃើញពូជសាសន៍យក្សអញ្ចឹងហើយ Big Mom បានឆ្លើយបែបប្រឡេមប្រឡំថាប្រហែលជា Jake ដែលមិនទាន់ជួបបន្ទាប់មក Big Mom បានទូរស័ព្ទទៅសួរសុខទុក្ខ Luffy ហើយនិង Nami នៅក្នុងគុកគាត់បានលើកពាក្យសម្ដីដ៏ក្អេងក្អាងរបស់ Luffy ដែលនិយាយជាមួយគាត់តាមទូរស័ព្ទនៅ Wishman Island ថាតាមមកក្រាបគាត់អីណាឥឡូវ Luffy គ្រាន់តែជាស្វាក្នុងទូករបស់គាត់តែប៉ុណ្ណោះនៅពេលនោះផងដែរ Big Mom មិននឹកឃើញរឿងមួយទៀតគឺរឿងដែល Luffy បានញ៉ាំស្ករគ្រាប់គាត់អស់ហើយយកទ្រព្យសម្បត្តិ3ក្រុមមកដូចជាមួយគាត់គាត់ថានៅក្នុងក្រុមទាំងអស់នោះមានប្រអប់ពិសេសមួយដែលគេហៅថា Matic Box វាគឺជាទ្រព្យសម្បត្តិដ៏សំខាន់ប្រចាំWish នៅពេលនោះផងដែរ Big Mom មិននឹកឃើញរឿងមួយទៀតគឺរឿងដែល Luffy បានញ៉ាំស្ករគ្រាប់គាត់អស់ហើយយកទ្រព្យសម្បត្តិ3ក្រុមមកដូចជាមួយគាត់គាត់ថានៅក្នុងក្រុមទាំងអស់នោះមានប្រអប់ពិសេសមួយដែលគេហៅថា Matic Box វាគឺជាទ្រព្យសម្បត្តិដ៏សំខាន់ប្រចាំWishman Island ជាច្រើនជំនាន់មកហើយគាត់នឹងបើកប្រអប់នោះមើលក្នុងពិធីមង្គលការកូនស្រីរបស់គាត់នៅថ្ងៃស្អែកបន្ទាប់មក Big Mom បានសួរ Nami ថា Nami នឹងសម្រាប់Lola កូនរបស់គាត់មែនហើយ Nami បានប្រកែកថា Lola គឺជាមិត្តភក្តិរបស់នាង Viva Card របស់ Big Mom គឺ Lola សញ្ញាឲ្យហើយប្រាប់ថាបើមានការអីទៅរកម៉ាក់របស់នាងនឹងជួយគ្រាន់តែឮអញ្ចឹង Big Mom ខឹងក្តៅឈរតែម្ដងគាត់ថាមានអីត្រូវជេរព្រោះ Lola បានរត់ចេញចេញពីមង្គលការដ៏សំខាន់មួយនៅពេលហ្នឹងបើសិនជា Lola ព្រមរៀបការម្ល៉េះថ្ងៃនេះគាត់នឹងក្លាយទៅជាស្ដេចចៅសមុទ្របាត់ហើយនៅពេលនោះ Luffy បានលូកមាត់ប្រដៅបន្តិចថារឿងដែល Lola មិនព្រមរៀបការជារឿងរបស់នាងហើយរឿងដែល Big Mom មិនបានធ្វើជាស្ដេចចៅសមុទ្រក៏ជារឿងរបស់ Big Mom ដែរអត់មានតាក់ទងជាមួយនឹងគ្នាទេនៅពេលនេះ Big Mom ខឹង Luffy ខ្លាំងណាស់តែគាត់បានទម្លាក់ទូរស័ព្ទចុះដើម្បីកុំឲ្យខូចអារម្មណ៍ព្រោះថ្ងៃស្អែកគឺជាថ្ងៃសំខាន់សម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមតែប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចប់សូមជួយ like ជួយ comment ម្នាក់មួយហើយនិង subscribe ផង